រាល់សញ្ញាញញឹមរបស់ពួកគេមិនមែនត្រឹមតែជាក្តីរីករាយតែប៉ុណ្ណោះទេប៉ុន្តែជាសន្យាមួយនៃប្រទេសកម្ពុជាដ៏រុងរឿងនិងមានសុភមង្គលរាប់គ្រប់ក្រុមគ្រួសារកម្ពុជាដែលតែងតែប្រាថ្នាចង់ឲ្យបុត្រាបុត្រីរបស់ពួកគេធំធាត់ឡើងដោយសុខភាពល្អមាំមួនប៉ុន្តែដំណើររួមគ្នាដើម្បីផ្សព្វផ្សាយនូវគុណតម្លៃដ៏ល្អប្រពៃមិនដែលបញ្ឈប់ត្រឹមតែគណៈពេលដែលត្រចះត្រចង់នោះឡើយចាប់តាំងពីខេត្តបាត់ដំបងដល់ក្តៅហែងរហូតដល់ទីជម្រកបណ្ដោះអាសន្នក្នុងខេត្តបន្ទាយមានជ័យមានពេលខ្លះទីនោះហាក់គ្មានចំណាយខណ្ឌចែកអ្វីឡើយមិនចាំបាច់មានពាក្យពេចន៍លំអងដ៏ពីរោះមានតែការអោនលំទោននិងការយកចិត្តទុកដាក់ដ៏ស្មោះត្រង់ចេញពីចិត្តហើយបន្ទាប់មកស្លាយរំអិលយក្សដ៏ធំបំផុតដែលមិនធ្លាប់មាននៅប្រទេសកម្ពុជាកាលពីថ្ងៃទី9ខែមេសាកន្លងទៅនេះគុណសូមផ្ញើរនៅការអបអរសាទរដ៏ខ្ពង់ខ្ពស់បំផុតថ្វាយដល់អ្នកអង្គម្ចាស់ក្សត្រីក្នុងឱកាសដែលទ្រង់ទទួលបានគោរមងារថ្មីដែលជាសក្ខីភាពសបញ្ជាក់ពីស្មារតីនៃការលះបង់និងព្រះハរតីសប្បុរសធម៌ដែលទ្រង់តែងតែផ្ដល់ជូនដល់កុមារចំនួនក្រោយជានិច្ច